សំណួរសួរតាហេតុអីបានយើងយកប្រេងឆាឬខ្លាញ់ទៅចម្អិនម្ហូបបែបលក្ខណៈជៀនឬក៏ឆាមិនក៏យើងមិនយកទឹកទៅចម្អិនជាទូទៅគឺយើងយកប្រេងឆាឬខ្លាញ់ទៅចម្អិនម្ហូបបែបលក្ខណៈជៀនឆាដោយសារតែខ្លាញ់ឬក៏ប្រេងឆាហ្នឹងវាមានលក្ខណៈពិសេសមួយចំនួនដូចខាងក្រោមទី1ខ្លាញ់ឬក៏ប្រេងឆាវាពុះនៅសីតុណ្ហភាពខ្ពស់ជាងទឹកដោយដែលយើងដឹងស្រាប់ហើយទឹកវាពុះនៅសីតុណ្ហភាព100អង្សាសេប៉ុន្តែខ្លាញ់ឬក៏ប្រេងឆាវាពុះនៅសីតុណ្ហភាពចន្លោះពី180ទៅ250អង្សាសេដែលវានឹងធ្វើម្ហូបរបស់យើងឆ្អិនបានល្អហើយសីតុណ្ហភាពខ្ពស់នេះវានឹងធ្វើម្ហូបរបស់យើងមានភាពតាក់ទាញដូចជាឈ្ងុយនិងមានពណ៌មាសទី2ខ្លាញ់ឬក៏ប្រេងឆាវាមិនរំហួតដូចទឹកនៅសីតុណ្ហភាព100អង្សាសេទឹកនឹងចាប់ផ្ដើមរំហួតទៅជាចំហាយទឹកចំណែកប្រេងឆាឬខ្លាញ់ទោះបីសីតុណ្ហភាពខ្ពស់យ៉ាងណាក៏ដោយក៏វាមិនងាយរំហួតទៅជាចំហាយដែរហើយនៅតែរក្សានៅក្នុងខ្ទះនិងបញ្ជូនកម្ដៅបានល្អទៅក្នុងម្ហូបរបស់យើងទី3ធ្វើឲ្យម្ហូបរបស់យើងមានភាពទន់ស្រួយឆ្ងាញ់ប្រេងឆាឬខ្លាញ់ជួយធ្វើម្ហូបរបស់យើងឆ្អិនក្រៀមខាងក្រៅនិងទន់ខាងក្នុងដូចជាសាច់មាន់ចៀនឬសាច់ជ្រូកចៀនជាដើមប៉ុន្តែបើយើងយកទឹកទៅចម្អិនវិញវានឹងធ្វើឲ្យសាច់របស់យើងទន់ជ្រាយទាំងក្នុងនិងទាំងក្រៅបាត់បង់រសជាតិឆ្ងាញ់របស់សាច់4បន្ថែមក្លិនឈ្ងុយដល់ម្ហូបប្រេងឆាឬខ្លាញ់នឹងបង្កើតជាក្លិនឈ្ងុយដល់ម្ហូបរបស់យើងជាពិសេសនៅពេលដែលយើងធ្វើម្ហូបដោយបន្ថែមគ្រឿងទេសមួយចំនួនដូចជាខ្ទឹមម្រេចនិងម្ទេស5ស្រូបយកវីតាមីនខ្លាញ់មួយចំនួនវីតាមីនមួយចំនួនដូចជាវីតាមីន A វីតាមីន D វីតាមីន E វីតាមីន K វារលាយនៅក្នុងប្រេងដូច្នេះបើយើងយកប្រេងទៅចម្អិនវានឹងអាចស្រូបយកវីតាមីនខាងលើហ្នឹងឲ្យចូលទៅក្នុងមុខម្ហូបរបស់យើងប៉ុន្តែទោះជាយ៉ាងណាក៏ដោយទឹកនៅតែត្រូវបានប្រើទៅលើមុខម្ហូបមួយចំនួនដូចជាស្ងោរចំហុយនិងធ្វើស៊ុបជាដើមហើយអ្នកនរគេត្រូវចាំថាបើសិនជាយើងធ្វើម្ហូបចៀនឬក៏ឆាឬក៏ម្ហូបក្រៀមក្រដែលមានរសជាតិដិតខ្លាំងខ្លាញ់ឬក៏ប្រេងឆាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់យើង